សួស្តីអ្នកទាំងអស់គ្នាជាថ្ងៃនេះយើងចូលមកដល់មេរៀនទី4 Lesson 4 Talking about likes and dislikes ចឹងមេរៀនទី4យើងនិយាយអំពីអ្វីដែលចូលចិត្ត like និងមិនចូលចិត្ត dislikes ចឹងនៅក្នុងនេះយើងមានពាក្យដែលយើងត្រូវរៀន vocabulary ពាក្យ like បកប្រែថាចូលចិត្ត don't like បកប្រែថាមិនចូលចិត្ត love បកប្រែថាស្រឡាញ់ចឹងស្រឡាញ់កន្លែងនេះគឺមានន័យថាចូលចិត្តខ្លាំងចឹងពាក្យ hate បកប្រែថាស្អប់ food បកប្រែថាអាហារ drink បកប្រែថាភេសជ្ជៈ hobby បកប្រែថាសកម្មភាពពេលទំនេរឬមួយក៏ចំណង់ចំណូលចិត្តចឹងយើងដល់ចំណុចមួយទៀតគឺ conversation example សន្ទនាគំរូចឹងនៅក្នុងនេះដែរយើងមានតួអង្គពីរគឺតួអង្គ A ហើយនិងតួអង្គ B ចឹង A សួរថា what food do you like អញ្ចឹងនៅក្នុងនេះអីសួរថាតើអ្នកចូលចិត្តម្ហូបអ្វីអញ្ចឹង B ក៏ឆ្លើយថា I like noodles and rice អញ្ចឹង A ក៏ឆ្លើយថាខ្ញុំចូលចិត្តនំបញ្ចុកហើយនឹងបាយអញ្ចឹង A ក៏សួរទៀតថា what do you like to do in your free time អញ្ចឹង A ក៏សួរថាតើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេរអញ្ចឹង B ក៏ឆ្លើយថា I like to watch movies អញ្ចឹង B ក៏ឆ្លើយថាខ្ញុំចូលចិត្តមើលភាពយន្តអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺ practice ការអនុវត្ត your turn នេះយើងប្រើថាវេនមកថាជាវេនរបស់យើងនឹងឯងអញ្ចឹងបានថាយើងជាអ្នកឆ្លើយម្ដង Please answer that in English សូមឆ្លើយសំណួរទាំងនេះជាភាសាអង់គ្លេសអញ្ចឹងសំណួរទី1គឺថា What food do you like អញ្ចឹងគឺថាតើអ្នកចូលចិត្តម្ហូបអ្វីអញ្ចឹងយើងអាចឆ្លើយតាមជាក់ស្ដែងមកតើយើងចូលចិត្តអ្វីចូលចិត្តម្ហូបអ្វីយើងឆ្លើយមកអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តម្ហូបខ្មែរយើងខ្ញុំឆ្លើយថា I like my food អញ្ចឹងដល់សំណួរទី2គឺថា what drinks do you like អញ្ចឹងអ្នកចូលចិត្តអ្វីអ្នកឆ្លើយមកអញ្ចឹងចំពោះខ្ញុំចូលចិត្តទឹកក្រូចអញ្ចឹងខ្ញុំឆ្លើយថា I like orange juice អញ្ចឹងសំណួរទី3គេសួរថា what do you like to do in your free time តើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេររបស់អ្នកអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តអានសៀវភៅអញ្ចឹងខ្ញុំសរសេរថា I like reading book សូមអរគុណ